មែនហើយវាជាវិធីចាស់ដូចគ្នានឹងលេខ1អតិថិជនអ្នកគ្រប់គ្រងរបស់ខ្ញុំប្រឆាំងនឹងអ្នកទាំងស្រុងអ្នកមិនមែនជាប្រភពទឹកក្តៅទេមែនហើយត្រឹមត្រូវត្រឡប់ទៅកន្លែងដែលអ្នកនៅវិញពូយៈនោះត្រូវបានទាញចូលទៅក្នុងឡានហើយខ្ញុំត្រូវយកវាពីខាងក្រោយឡានដើម្បីបញ្ចប់វាប៉ុន្តែបន្ទាប់មកមនុស្សអាក្រក់ក៏បានចូលមកតើអ្នកជាភ្ញៀវថ្ងៃសៅរ៍មែនទេគ្មានមិត្តទេសត្វចម្លែកល្អណាស់ស្វាមីខ្ញុំគីឌីស្រឡាញ់អ្នកណាស់ភរិយាខ្ញុំអ្នកត្រូវចុះឈ្មោះសម្រាប់កន្លែងស្នាក់នៅសេចក្តីផ្ដើមតើខ្ញុំបានធ្វើអ្វីបងប្រុសខ្ញុំមិនមានវាទេយកសៀវភៅមួយខ្ញុំចាំថា Hidden កំពុងលេង Bubbles តុកតាស្រាប់តែចាប់ផ្ដើមចូលចិត្តខោវែងហើយប្រសិនបើខ្ញុំទុកក្មេងខោវែងឲ្យនៅម្នាក់ឯងនៅក្នុង Superbus ច្រើនពេកម៉ោងហោះហើរដ៏រីករាយវាលឿនពេកសម្រាប់មនុស្សម្នាក់ក្នុងការចូលរួមក្នុងបញ្ហាទាក់ទងនឹងមន្ទីរពេទ្យវាជាការពិតដែលថានាងបានបង្ហាញខ្លួនជាលើកដំបូងដោយសារតែហានិភ័យការងាររបស់នាងក្នុងការច្រៀងចម្រៀងពិសេសរបស់ Michael និងការវិលត្រឡប់មកវិញប៉ុន្តែលោកខ្វាន់តើអ្នកអាចបើកទ្វារឲ្យខ្ញុំបានទេខ្ញុំត្រូវការប្រើប្រាស់បន្ទប់ទឹកសួស្តីកម្រិតព្រៃសម្រាប់វាយន្តភាពរឹងនិងទំពាកំពុងស្វែងរកម៉ាក់ Tesla ខ្ញុំនឹកម៉ាក់នឹងដៃរបស់ខ្ញុំណាស់ស្វែងរកយ៉ាងច្រើនសន្ធឹកសន្ធាប់អ្នកបាននិយាយថាអ្នកចង់សួរអំពីសេះបង្កង់នោះខ្ញុំបានរឿងនរណាម្នាក់នៅលើ Bayou និយាយថា Challenge King ចេញទៅហែលទឹកមានអ្វីខុសជាមួយវាតើអ្នកមិនអាចស្ដាប់ខ្ញុំនិយាយថាអ្នកថែមទាំងបានជួយខ្ញុំយកក្រណាត់ពីព្រួញហោះបានទេអ្នកនឹងមិនដឹងផងថាតើខ្ញុំត្រូវសាកល្បងវាមុនពេលវាត្រូវបានបង្កើតឡើងឬអត់នោះតើវាជាធានារ៉ាប់រងរថយន្តត្រង់ស៊ីស្ទ័រមែនទេទេខ្ញុំមិនចង់ក្លាយជាអ្នកមានទេហេវាជាការខាតបង់ឬអត់អ្នកបានទិញវាពីវ៉ាណាដូច្នេះខ្ញុំមិនបានកើតមកបែបនោះទេខ្ញុំនឹងសាងសង់ជាតិដំបូងបន្ទាប់មកផ្លូវខ្មោចដុល្លារត្រូវបានប្រៀបធៀបទៅនឹងបន្ទាត់តែមួយខ្ញុំនឹងសុំកាក់មួយសិនណាស្រីហេតុអ្វីបានជាទូរស័ព្ទរបស់អ្នកមានបញ្ហាក្រូចឃ្វិចចិញ្ចឹមពស់អូយប្អូនស្រីឲ្យគ្មានអ្នកណានិយាយចំអកទេម្នាក់គឺលោកវីវេដែលជាឪពុកថ្មីថ្មោងតើនោះមានន័យថាគាត់អាចមានជំងឺច្រើនពេកទេយ៉ាងនឹងបាននិយាយថាស្ត្រីអាចពិនិត្យ TOEFL បានមនុស្សម្នាក់នេះគឺជានរណាម្នាក់ដែលនាងបានសុំឲ្យយើងធ្វើ TOEFL ជាមួយយើងគ្រាន់តែបង្ហាញពួកគេនៅភាពយន្តពិនិត្យមើលរបាយការណ៍ប្រចាំសប្តាហ៍របស់ពួកគេហើយជួយពួកគេឲ្យមានអារម្មណ៍ស្ងប់រថយន្តក្រុងដឹកអ្នកដំណើរពីអាកាសយានដ្ឋានបានចេញដំណើរហើយ Roken គឺជាបុគ្គលិកតែម្នាក់គត់មនុស្សគ្រប់គ្នាហាត់យូហ្គាហើយប្រពន្ធខ្ញុំក៏ធ្វើដែរខ្ញុំដឹងយកផ្លែឈើនីងមកឲ្យលឿនសូមឲ្យខ្ញុំណែនាំសារ៉ាដែលកំពុងវឹកហាត់ជាមួយលេហ្វេអូយស្បែកខ្ញុំស្ថិតក្នុងស្ថានភាពអាក្រក់ខ្លាំងណាស់អស់រយៈពេល2ឆ្នាំកន្លងមកនេះអូយខ្ញុំកំពុងមើលស្បែកខ្ញុំកាន់តែអាក្រក់ទៅដូចជាក្មេងលងទឹកទន្លេចាប់តាំងពីខ្ញុំចាប់ផ្ដើមនៅភ្ញាក់ពេញមួយយប់មើលទូរទស្សន៍មកស្បែកខ្ញុំកាន់តែអាក្រក់ទៅស្បែកខ្ញុំរលោងដូចកំរាលព្រំធ្លាក់ចុះប្រពន្ធខ្ញុំប្រពន្ធចាស់ភ្លឺចែងចាំងនោះបាននិយាយថាអាកាសធាតុអាក្រក់សម្រាប់ខ្ញុំពីមុនវាដូចជាសេះដែលមានក្រចកជើងពីរបីនិយាយទាំងអស់គ្មានសកម្មភាពអ្វីសោះហើយសេះជំនួយពណ៌គឺជាសេះដែលសប្បាយបំផុត